មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ជោគជ័យនៅក្នុងជីវិតមិនថាមានបញ្ហាអ្វីនោះឡើយហើយដោយសារតែយើងជាមនុស្សដែលមានទំនោរចាប់ទុកភាពជោគជ័យថាជាចំណុចកំពូលដែលធ្វើឲ្យជីវិតមានន័យនិងសម្រេចបានប៉ុន្តែការសម្រេចនៅគោលដៅដែលបានកំណត់មិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាអាចសម្រេចបាននោះឡើយក្នុងនោះអ្វីត្បិតតែមនុស្សជាច្រើនអាចធ្វើវាបានយ៉ាងងាយស្រួលក៏ដោយក៏ប៉ុន្តែមានមនុស្សជាច្រើនមានអារម្មណ៍ថាវាពិបាកខ្លាំងដែលធ្វើឲ្យពួកគេបាក់ទឹកចិត្តនិងអស់ជំនឿនឹងដើរទៅមុខបន្តទៀតជារឿយៗមនុស្សតែងតែជួបប្រទះនឹងការបរាជ័យវាមិនដែលទទួលបានជោគជ័យគ្រប់ពេលវេលានោះទេហើយនៅទីបំផុតក៏គិតសម្រាប់ចិត្តបោះបង់ចោលមុនពេលដែលវាឈានទៅដល់រោគចំណុចជោគជ័យគឺការប៉ុណ្ណាបើទោះបីជាភាពជោគជ័យមិនបានមកដោយងាយស្រួលក៏វាមិនមែនហួសពីសមត្ថភាពនិងសក្តានុពលរបស់យើងឡើយវាប្រហែលជាមានអាកប្បកិរិយាឬគំនិតមួយចំនួនរបស់យើងដែលកំពុងតែរារាំងដែលយើងគិតថាវាពិបាកនៅក្នុងការធ្វើនេះមានន័យថាយើងប្រហែលជាត្រូវពិចារណាឡើងវិញនៅអ្វីដែលជាបញ្ហាហើយយើងព្យាយាមកែសម្រួលគំនិតនោះ5ជំហានខាងក្រោមនេះគឺជាដំណើរខិតទៅរកភាពជោគជ័យដោយការកែប្រែគំនិតផ្ទាល់ខ្លួនរបស់យើង1កំណត់ភាពជោគជ័យផ្ទាល់ខ្លួនរបស់អ្នកភាពជោគជ័យគឺជាបញ្ហារបស់បុគ្គលដូច្នេះយើងមិនចាំបាច់យកភាពជោគជ័យរបស់អ្នកដទៃមកធ្វើជាបទដ្ឋាននៅក្នុងជីវិតរបស់ពួកយើងនោះឡើយបើមិនដូច្នោះទេអ្នកនឹងអាចបាក់ទឹកចិត្តវាជាការល្អដែលត្រូវបានលើកទឹកចិត្តប៉ុន្តែវាមិនមែនជាប្រភេទនៃការខ្លាចបន្លំដែលអ្នកមិនដឹងថាជានរណាដោយសារគោលដៅមិនចាំបាច់តែមួយនោះទេហើយជោគជ័យមិនមែនតែម្ដងនោះទេអ្នកអាចធ្វើវាបានម្ដងបន្តិចម្ដងបន្តិចមហិច្ឆតាមួយជំហានម្ដងមួយជំហានម្ដងកំណត់គោលដៅដើម្បីយកឈ្នះតាមរបៀបរបស់យើងស្របតាមសក្តានុពលរបស់យើងចាប់ផ្ដើមធ្វើវាជាមួយរឿងតូចៗហើយធ្វើការលើកជារឿងធំដើម្បីទទួលបានកម្លាំងចិត្តនិងការលើកទឹកចិត្តឲ្យបានតាមគោលដៅរបស់អ្នកកុំប្រញាប់អីការពិតជោគជ័យអាចកើតឡើងជាមួយនឹងអ្វីៗដែលនៅជុំវិញខ្លួនអ្នកវាអាស្រ័យទៅលើយើងដើម្បីផ្ដោតទៅលើវាឬក៏អត់តែប៉ុណ្ណោះ2ជឿលើខ្លួនឯងឲ្យបានច្រើនបើអ្នកមិនជឿជាក់លើខ្លួនឯងតើអ្នករំពឹងថាអ្នកណានឹងជឿជាក់មកលើអ្នកផ្ទុយទៅវិញប្រហែលជាមានរឿងខ្លះដែលយើងមើលមិនឃើញប៉ុន្តែមានមនុស្សមួយចំនួនដែលឃើញសក្តានុពលនេះដែលវាកំពុងតែស្ថិតនៅក្នុងខ្លួនរបស់យើងបើអ្នកដទៃនៅតែជឿជាក់មកលើយើងហេតុអ្វីយើងជេរខ្លួនឯងមុននឹងយើងធ្វើមិនបានមិនថាមានបញ្ហាអ្វីអ្នកត្រូវតែជឿជាក់លើសក្តានុពលនិងសមត្ថភាពរបស់អ្នកជាមុនសិនការជឿជាក់លើការតាំងចិត្តរបស់ខ្លួនឯងគឺជាភាពជោគជ័យពាក់កណ្ដាលអាកប្បកិរិយាវិជ្ជមានអំពីខ្លួនអ្នកនឹងការពារយើងពីការរង្គោះរង្គើនៅពេលប្រឈមមុខនឹងបញ្ហាបេះដូងរបស់អ្នកកាន់តែរឹងមាំវាងាយស្រួលជាងក្នុងការឆ្លងកាត់ពេលវេលាអាក្រក់3ឲ្យមនុស្សជុំវិញខ្លួនជួយតាមដែលអាចធ្វើទៅបានមនុស្សជុំវិញខ្លួនយើងមានឥទ្ធិពលមកលើជីវិតរបស់យើងច្រើនជាងយើងគិតទៅទៀតដោយសុភាសិតមួយបានចែងថាខ្សែគប់និងបកគោលពីលនាំឲ្យខុសខ្សែគប់បកគោលបណ្ឌិតនាំឲ្យកើនផលត្រង់កន្លែងនេះហើយតើអ្នកចង់ខ្លាចទៅជាមនុស្សបែបណាយ៉ាងហោចណាស់មានមិត្តល្អនៅជុំវិញមានគ្រួសារដែលអាចទុកចិត្តបានឬមានអ្នកគាំទ្រពីក្រោយអ្នករួមទាំងបរិស្ថានដែលអនុញ្ញាតឲ្យយើងរីកចម្រើននិងជួយជំរុញឲ្យយើងទទួលបានជោគជ័យយ៉ាងឆាប់រហ័សយើងអាចរៀនសូត្ររឿងល្អៗពីមនុស្សទាំងនេះឬអ្នកអាចស្វែងរកដំបូន្មាននិងជំនួយផងដែរចូលចែករំលែកទុកព្រួយទាំងនោះជាមួយនឹងពួកគេនៅពេលដែលមានការធ្លាក់ទឹកចិត្តនោះនឹងទទួលបានការលើកទឹកចិត្តត្រឡប់មកវិញជាការប្រសើរណាស់ដែលមិនចាំបាច់ឡើងខ្ពស់តែម្នាក់ឯងយកម្នាក់ទៅតាមសบายជាមួយអ្នកនឹងមាននរណាម្នាក់ងាកមកញញឹមផ្ដល់កម្លាំងចិត្តគាំទ្រអ្នកពីក្រោយនៅពេលដែលអ្នកទទួលជោគជ័យ4ចាប់ទុកការលំបាកជាបញ្ហាប្រឈមអាកប្បកិរិយាទូទៅរបស់មនុស្សយើងមើលរឿងពិបាកជាអ្វីដែលគ្រាន់តែគិតពីរឿងនោះក៏ធ្វើឲ្យយើងហត់ដែរព្រោះជារឿងដែលយើងមិនធ្លាប់ធ្វើពីមុនមកមិនដឹងថាត្រូវចាប់ផ្ដើមពីណាទេដូច្នេះយើងមិនប្រកាសថាវានឹងដំណើរការល្អឬក៏អត់នោះទេហើយបើអ្នកធ្វើខុសឬបរាជ័យ
តើអ្នកនឹងដោះស្រាយវាតាមរបៀបណាគំនិតអវិជ្ជមានទាំងអស់នឹងហើយនឹងកើតឡើងភ្លាមប៉ុន្តែប្រសិនបើយើងចង់ក្លាយទៅជាមនុស្សជោគជ័យអ្នកប្រហែលជាត្រូវចាប់ផ្ដើមដោយការព្យាយាមផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកមើលការលំបាកជាបញ្ហាប្រឈមថ្មីដើម្បីព្យាយាមយកឈ្នះគ្រាន់តែចាប់ផ្ដើមធ្វើវាតើវានឹងទទួលបានជោគជ័យដែរឬទេចូលគិតថាវាដូចជាការលេងហ្គេមទៅតាមកម្រិតថ្មីប្រសិនបើអ្នកមិនលេងទេអ្នកមិនអាចទៅដល់កម្រិតបន្តបាននោះទេអ្នកមិនអាចជាប់គាំងនៅក្នុងកម្រិតដដែលដោយមិនធ្វើអ្វីស៊ូវានឹងคล้ายជាគូបញ្ហាប្រឈមដ៏គួរឲ្យរំភើបវាមិនមែនគួរឲ្យខ្លាចនោះទេ5បរាជ័យគឺជារឿងដែលតែងតែនឹងកើតឡើងការបរាជ័យគឺជារឿងដែលគ្មាននរណាម្នាក់ចង់ជួបនោះទេការដែលជួបរឿងការខកចិត្តជាញឹកញាប់វានឹងធ្វើឲ្យយើងមានអារម្មណ៍ថាភ័យខ្លាចថែមទៅទៀតប៉ុន្តែបើតាមការពិតប្រសិនបើអ្វីៗគឺសាមញ្ញដូចការគិតធ្វើវាជាមួយនឹងអត្រាជោគជ័យ 100% នោះមនុស្សគ្រប់គ្នាក្នុងពិភពលោកនឹងទទួលបានជោគជ័យដូចគ្នាដូច្នេះកុំខ្លាចឧបសគ្គឬបរាជ័យវាជារឿងធម្មតាដែលតែងតែនឹងកើតឡើងបុគ្គលជោគជ័យពួកគេនឹងមិនខ្វល់ខ្វាយនោះទេនៅពេលដែលពួកគេបរាជ័យព្រោះវាជាការខ្ជះខ្ជាយពេលវេលានិងបាត់បង់ឱកាសដើម្បីចាប់ផ្ដើមឡើងវិញចាប់ទុកបរាជ័យជាបទពិសោធន៍និងជាគ្រូដ៏ល្អសម្រាប់ការចាប់ផ្ដើមជាថ្មីវាជាឱកាសដើម្បីរៀនសូត្រនិងរីកចម្រើនព្រោះគ្មានជោគជ័យណាកើតឡើងដោយគ្មានការបរាជ័យនោះទេ